ទំលាប់4យ៉ាងអាចបង្រៀនកូនរបស់អ្នកឲ្យក្លាយជាមនុស្សកតញ្ញូតាំងតែពីក្មេងកុមារកើតមកប្រៀបដូចជាក្រណាត់សមួយផ្ទាំងដែលមិនចេះពីអ្វីគ្រប់យ៉ាងសូម្បីតែការញ៉ាំអាហារដូច្នេះហើយទើបគេនិយាយថាឪពុកម្ដាយគឺជាអ្នកមានគុណធំបំផុតទៅលើកូនជាពិសេសគឺផ្គត់ផ្គង់គ្រប់សពបែបយ៉ាងទៅតាមតម្រូវការរបស់កូនតែអ្វីដែលកូនបានតបស្នងមកវិញហាក់ដូចមិនសមតម្លៃទាល់តែសោះជាពិសេសគឺកូនដែលមិនមានចិត្តកតញ្ញូជាមួយឪពុកម្ដាយដូច្នេះបើអ្នកចង់ឲ្យកូនចេះដឹងគុណមិនប្រមាថឪពុកម្ដាយអ្នកត្រូវតែដឹងវិធី4យ៉ាងដែលអាចលុតដំពួកគេឲ្យក្លាយជាក្មេងចេះគោរពប្រតិបត្តិនិងដឹងគុណចំពោះឪពុកម្ដាយ 1. ដឹងពីរបៀបអាណិតមនុស្សការបង្ហាញដំបូងនៃភាពស្មោះត្រង់របស់មនុស្សគឺការអាណិតអាសូរនិងការយល់ដឹងគុណធម៌នេះមិនរើសអើងតាមអាយុទេការអាណិតអាសូរនៅទីនេះមិនមែនគ្រាន់តែជាការចែករំលែកឬការអាណិតអាសូរប៉ុណ្ណោះទេប៉ុន្តែក៏ជាភាពស្មោះត្រង់រវាងមនុស្សផងដែរសមត្ថភាពរបស់កុមារក្នុងការយល់ចិត្តឪពុកម្ដាយតាំងពីដំបូងបង្ហាញពីភាពកក់ក្ដៅនិងការយល់ដឹង 2. ត្រូវដឹងគុណឪពុកម្ដាយជានិច្ចគេអាចយល់បានថាកុមារត្រូវបានមនុស្សធំស្រឡាញ់រាប់អានទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយដែលធ្វើបាបកូនខ្លាំងពេកអាចបង្កើតស្មារតីអាស្រ័យនៅក្នុងកុមារដែលគ្រាន់តែចង់រីករាយនិងមិនចង់លះបង់ក្នុងរយៈពេលវែងពួកគេនឹងយកអ្វីដែលឪពុកម្ដាយរបស់ពួកគេធ្វើសម្រាប់ពួកគេហើយដូច្នេះនឹងមិនមានអាកប្បកិរិយានៃការដឹងគុណឡើយបើកូនរស់នៅបែបនេះគេនឹងធំឡើងជាមនុស្សគ្មានសីលធម៌ប្រសិនបើពួកគេជាកូនកតញ្ញូពួកគេត្រូវតែបានបង្រៀនឲ្យចេះយកចិត្តទុកដាក់និងគិតពីឪពុកម្ដាយជាមុន 3. កម្រធ្វើការទាមទារដែលមិនសមហេតុផលកុមារខ្លះធ្វើការទាមទារដោយមិនសមហេតុផលមកលើឪពុកម្ដាយរបស់ពួកគេប្រសិនបើឪពុកម្ដាយមិនអាចទិញអ្វីដែលពួកគេចង់បានពួកគេនឹងយំនិងបង្កបញ្ហាភ្លាមនេះជាការបង្ហាញពីកូនដែលត្រូវឪពុកម្ដាយទំរើសឲ្យខូចខ្លាំងពីក្មេងបែបនេះនឹងធំឡើងជាមួយអាត្មានិយមដូច្នេះសូមអ្នកប្រកាសចិត្តថានឹងបណ្ដុះបណ្ដាលកូនឲ្យចេះដឹងពីអ្វីដែលគួរនិងមិនគួរជាពិសេសកុំតាមចិត្តក្មេងពេក 4. ស្ងប់ស្ងាត់និងទន់ភ្លន់ភាពត្រេកអររបស់កុមារអាចបង្ហាញខ្លួនឯងតាមវិធីផ្សេងៗគ្នាជាច្រើនមួយក្នុងចំណោមពួកគេគឺជាសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយស្ងប់ស្ងាត់កុមារដែលស្ងប់ស្ងាត់ច្រើនតែពូកែគ្រប់គ្រងអារម្មណ៍របស់គេសូមអរគុណចំពោះបញ្ហានេះក្នុងករណីណាក៏ដោយពួកគេអាចពិនិត្យមើលបញ្ហាដោយចេតនានិងទូលំទូលាយហើយដើម្បីឲ្យកូនមានការគិតស្ងៀមស្ងាត់និងមិនឆេវឆាវម្ដាយឪពុកត្រូវតែធ្វើជាគំរូសម្រាប់ឲ្យពួកគេបានឃើញនិងអនុវត្តតាម